ថ្ងៃហ្នឹងខ្ញុំមកចែករំលែកពីវិធីធ្វើនំចាំងឈូករូបមន្តថ្មីរបស់ខ្ញុំផ្ទាល់តែម្ដងពេលដែលធ្វើឆ្អិនហើយធានាថាឆ្ងាញ់ជាប់ចិត្តហ្មងហើយវិធីសាស្ត្រធ្វើគឺងាយទេចំណែកឯគ្រឿងផ្សំដែលយកមកធ្វើនំហ្នឹងក៏អត់ពិបាករកដែរបងប្អូនណាតនេអាចសាកល្បងធ្វើបាននំហ្នឹងនេះខ្ញុំវេចខ្ចប់ស្តៀងនឹងនំចាំងដែរតែខ្ញុំយកទៅដាក់ចំហុយពេលដែលខ្ញុំធ្វើឆ្អិនហើយរសជាតិរបស់គេគឺថាឆ្ងាញ់ខ្លាំងតែម្ដងដល់ពេលអញ្ចឹងខ្ញុំចង់ចែករំលែកពីវិធីធ្វើជូនបងប្អូនទស្សនាទាំងអស់គ្នាក្រែងលោថាបងប្អូនតនេបងប្អូនចង់ធ្វើនំនឹងហូបដូចនាងខ្ញុំដែរតែមុននឹងបានធ្វើនំហ្នឹងខ្ញុំចង់នាំអារម្មណ៍បងប្អូនឲ្យទៅគយគន់មើលទេសភាពចកាឈូកនៅវាលបឹងរបស់ពូដែលខ្ញុំស្គាល់គាត់ណាពេលដែលខ្ញុំតនេគឺខ្ញុំចូលចិត្តមកលេងចកាឈូករបស់គាត់គឺមានអារម្មណ៍ថាស្រស់ស្រាយតែម្ដងជាពិសេសពេលដែលខ្ញុំមកគឺខ្ញុំចូលចិត្តអុំទូកលេងហើយអត់អ្នកជំនាញនឹងចេះអុំទូកទេបងប្អូនហើយចេះតែអុំឲ្យតែបានទៅមុខទៅនិយាយពីថាចង់អុំទូកលេងចង់បេះឈូកហូបអីអញ្ចឹងទៅឈូកថ្មីស្រស់អញ្ចឹងរសជាតិឆ្ងាញ់ខ្លាំងហ្មងឡើងផ្អែមជាពិសេសទេសភាពកន្លែងហ្នឹងគឺថាស្អាតមែនតើពេលដែលបានមកឃើញផ្ទាល់ស្អាតជាងនាងខ្ញុំថតបង្ហាញជូនបងប្អូនមើលទៀតហ៎ហើយបងប្អូនណាចង់មកអុំទូកលេងដូចនាងខ្ញុំអាចប្រាប់នាងខ្ញុំបានចាំនាងខ្ញុំជូនមកដោយសារពូគាត់ស្រួលទេថាមកជិះទូកលេងកំសាន្តនៅកន្លែងក្នុងបឹងឈូកអញ្ចឹងគាត់អត់មានយកលុយយកកាក់អីទេហើយពេលដែលមកដល់ទាំងពូទាំងមីងគាត់ទទួលហែកតាក់មែនតែនបងប្អូនងាកមើលផ្កាឈូកនេះវិញម្ដងអូយស្អាតខ្លាំងណាបើនិយាយពីខ្ញុំវិញជក់មែនតែនគិតថាអុំទូកឡើងឥឡូវមានណានេះមកឃើញអាមួយនេះអូយល្អបងប្អូនអើយឡើងកលុកហ្មងសាច់គេឡើងពេញពេលដែលត្រឡប់ទៅផ្ទះវិញគឺថាអត់ចង់ទៅទេស្ដាយទេសភាពនៅងាកលិចងាកកើតណាបងប្អូនអើយកុំអីកុំតែប្រញាប់យកទៅធ្វើនំទេកុំអីខ្ញុំត្រូវនៅលេងដល់ប្រឡប់បានខ្ញុំទៅផ្ទះវិញព្រោះដោយសារទេសភាពគឺស្អាតខ្លាំងហ្មងខ្ញុំចូលចិត្តទេសភាពធម្មជាតិបែបអញ្ចឹងឥឡូវឈូករបស់ខ្ញុំបែបបានប៉ុណ្ណេះហើយបងប្អូនអើយបានរៀងច្រើនគូសំដែរខ្ញុំត្រូវប្រញាប់យកទៅធ្វើនំតទៀតនំហ្នឹងគឺងាយស្រួលធ្វើឯតែត្រូវការពេលវេលារៀងយូរហើយឈូកដែលខ្ញុំបេះយកទៅធ្វើនំហ្នឹងគឺខ្ញុំបេះឈូកចាស់ឈូកកាន់តែចាស់កាន់តែធ្វើនំទៅឆ្ងាញ់ហ្មងបើសិនជាឈូកខ្ចីអត់សូវឆ្ងាញ់ទេធ្វើនំទៅហូបទៅរៀងឆិចបានតែយកមកស្ងោរហូបលេងឬមួយក៏ហូបឆៅធម្មតាអញ្ចឹងទៅពេលដែលត្រឡប់មកដល់ផ្ទះវិញគឺខ្ញុំមិនបង្អង់យូរទេខ្ញុំបានប្រឡេះយកគ្រាប់របស់វាហើយខ្ញុំយកមកពុះជាពីរបែបហ្នឹងអញ្ចឹងទៀតខ្ញុំពុះបែបហ្នឹងដើម្បីខ្ញុំខ្វាយកបដោក្នុងចាញ់ណាបងប្អូនអើយដោយសារខ្លាចខ្ញុំយកទៅធ្វើនំទៅហូបទៅវាល្វិញទៅវាអត់សូវឆ្ងាញ់អញ្ចឹងណាដល់ពេលអញ្ចឹងខ្ញុំក៏ពុះវាជាពីរអញ្ចឹងដើម្បីងាយស្រួលយកបដោវាចេញសិនហើយមានបងប្អូនគាត់ឆ្ងល់ថានាងខ្ញុំដាក់ភ្លើងហ្នឹងដើម្បីអីខ្ញុំដាក់កុំឲ្យមានរុយមកចិត្តណាបងប្អូនពេលដែលធ្វើបែបហ្នឹងគឺអត់មានរុយទេពេលដែលខ្ញុំប្រឡេះឈូកបេះយកបដោចេញហើយគឺខ្ញុំយកមកត្រាំជាមួយទឹកក្រូចឆ្មាបែបហ្នឹងអញ្ចឹងទៀតឈូកហ្នឹងក៏មានជ័រដែរពេលដែលខ្ញុំប្រឡេះហើយដាក់ត្រាំជាមួយទឹកក្រូចឆ្មាធ្វើឲ្យឈូកហ្នឹងមានពណ៌ស្អាតហើយទាំងនេះគឺជាគ្រឿងដែលខ្ញុំត្រៀមយកទៅធ្វើនំហ្នឹងតែម្ដងហើយបងប្អូនមកដឹងពីវិធីធ្វើជាមួយនឹងខ្ញុំទាំងអស់គ្នាមុនដំបូងគឺខ្ញុំដាក់ខ្ទះរួចហើយខ្ញុំចាក់ខ្ទិះដូងចូលតែម្ដងគឺខ្ញុំអត់ចាំខ្ទះក្តៅទេហើយបន្ទាប់ពីខ្ញុំចាក់ខ្ទិះដូងចូលហើយគឺខ្ញុំចាក់ឈូកនឹងចូលតាមក្រោយរួចហើយខ្ញុំបានបន្ថែមស្ករនិងអំបិលចូលតាមក្រោយទៀតហើយបើនិយាយពីឈូកហ្នឹងគឺខ្ញុំបានយកទៅលាងសម្អាតទឹកស្អាតអស់ហើយណាបងប្អូនបានខ្ញុំយកមកឆាបែបហ្នឹងហើយពេលដែលលាងទឹកហ្នឹងគឺខ្ញុំលាងរៀងច្រើនទឹកដែរលាងឲ្យស្អាតដែលខ្ញុំត្រូវត្រាំក្រូចឆ្មាហ្នឹងគឺខ្ញុំលាងឲ្យស្អាតបានខ្ញុំយកមកដាក់ឆាកូរច្រវល់វាបែបហ្នឹងហើយពេលដែលឆាហ្នឹងគឺខ្ញុំប្រើខ្ទិះដើមខ្ញុំអត់ប្រើខ្ទិះចុងទេរួចហើយខ្ញុំបានក្របចាន់ដែកបែបហ្នឹងក្របបែបហ្នឹងគឺថាឲ្យឈូកហ្នឹងគឺបានឆ្អិនល្អហ្មងឥឡូវបន្ទាប់ពីខ្ញុំក្របបានមួយស្ទុះហើយឈូករបស់ខ្ញុំឆ្អិនល្អហើយពេលដែលឆ្អិនគឺប៉ុណ្ណឹងគឺខ្ញុំយកឲ្យបងប្អូនគឺខ្ញុំអត់ឲ្យវាឆ្អិនខ្លាំងពេកទេដោយសារខ្ញុំត្រូវយកទៅវិចនំយកទៅដាក់ចំហុយទៀតពេលដែលឈូកខ្ញុំឆ្អិនហើយខ្ញុំមកឆាអង្ករម្ដងមុននឹងបានឆាអង្ករគឺខ្ញុំប្រើខ្ទិះដូងដូចឆាឈូកមិញដែរពេលដែលខ្ញុំចាក់ខ្ទិះដូងចូលហើយខ្ញុំបានបន្ថែមអំបិលនិងស្ករចូលតាមក្រោយតែម្ដងពេលដែលដាក់គ្រឿងក្រៅចូលហើយខ្ញុំក៏បានចាក់អង្ករចូលតាមក្រោយដែរហើយអង្ករមុននឹងបានយកមកឆាបែបហ្នឹងគឺខ្ញុំយកទៅលាងទឹកឡើងស្អាតលាងតសទឹកបងប្អូនហើយពេលដែលដាក់ឆាគឺខ្ញុំឆាបែបហ្នឹងឆាតកោកទឹកហើយពេលដែលឆាគឺខ្ញុំយកឲ្យឆ្អិនបែបហ្នឹងគឺខ្ញុំអត់ឲ្យឆ្អិនពេកទេធ្វើបែបហ្នឹងគឺថា
យកទៅវិចនំពេលដែលយកទៅដាក់ចំហុយគឺថានំនឹងឆាប់ឆ្អិនហើយពេលដែលបកមកជាប់ស្លឹកឯងបើនិយាយពីរសជាតិវិញគឺថាឆ្ងាញ់ខ្លាំងហ្មងណាពេលដែលឆាអង្កររួចហើយខ្ញុំបានយកមកលាយជាមួយឈូកដែលខ្ញុំឆាឆ្អិនមុននឹងដែរខ្ញុំយកមកច្បល់ចូលគ្នាឲ្យសព្វបែបហ្នឹងមុននឹងបានយកមកវិចហើយបើសិនជាបងប្អូនខ្លាចលាយគ្រឿងអត់ត្រូវវិចឆ្អិនទៅអត់ឆ្ងាញ់បងប្អូនអាចយកអង្ករដែលលាយលុកចូលគ្នាហ្នឹងយកទៅដាក់ចំហុយភ្លក់សាកល្មើសិនបងប្អូនពេញចិត្តរសជាតិចាំបងប្អូនវិចពីព្រោះថាខ្ញុំអត់បានរង្វាស់គ្រឿងប្រាប់បងប្អូនទេដោយសារចំណងចំណូលចិត្តមនុស្សអត់ដូចគ្នាទេអ្នកខ្លះគេចូលចិត្តរៀងផ្អែមទៅអ្នកខ្លះចូលចិត្តរៀងប្រៃតិចចឹងទៅតែចំណែកនំរបស់ខ្ញុំនេះគឺខ្ញុំធ្វើរសជាតិរៀងផ្អែមប្រៃឡំឡំនិយាយពីថាពេលដែលឆ្អិនទៅហូបទៅធានាថាឆ្ងាញ់ 100% តែម្ដងគ្រាន់តែដូចខ្ញុំនិយាយចឹងខ្ញុំតែងតែត្រឡប់ពេលដែលខ្ញុំធ្វើនំហ្នឹងម្ដងគឺខ្ញុំតែងតែយកអង្ករហ្នឹងទៅដាក់ចំហុយភ្លក់ល្មើសិនពេលដែលខ្ញុំល្មមរសជាតិរបស់ខ្ញុំហើយបានខ្ញុំយកមកវិចសម្រាប់អញ្ចឹងតែម្ដងពេលដែលធ្វើឆ្អិនហើយគឺធានាថាត្រូវ 100% ហ្មងបងប្អូនអត់ខុសទេហើយការវិចខ្ចប់នំហ្នឹងគឺខ្ញុំវិចដូចនំចាំងអញ្ចឹងវិចដូចតែគ្នាទេគ្រាន់តែថានំហ្នឹងពេលដែលខ្ញុំវិចហើយគឺខ្ញុំយកទៅដាក់ចំហុយនំចាំងគេយកទៅស្ងោរបើចំណែកពីស្លឹកអាស័យដែលខ្ញុំយកមកវិចហ្នឹងគឺខ្ញុំបានលាងទឹកសម្អាតស្អាតអីស្អាតអស់ហើយណាបងប្អូនបានខ្ញុំយកមកវិចបែបហ្នឹងហើយស្លឹកឫស្សីហ្នឹងគឺខ្ញុំប្រើស្លឹកអាស័យចិនណាបងប្អូនបើស្លឹកអាស័យខ្មែរយើងទូយកវិចអត់កើតទេស្លឹកអាស័យចិនហ្នឹងក៏សម្រាញ់ដែរបើសិនជាណាទូពេកដាក់3ស្លឹកទៅពើណាធំដាក់2អញ្ចឹងទៅហើយបើសិនជាបងប្អូនចង់ចេះវិចបងប្អូនអាចមើលវីដេអូរបស់នាងខ្ញុំបានគឺខ្ញុំវិចបង្ហាញជូនបងប្អូនមើលមួយទេឥឡូវនំចាំងឈូករបស់ខ្ញុំមកវិចរួចហើយបងប្អូនអើយដូចនំចាំងយើងអញ្ចឹងតែរសជាតិឆ្ងាញ់ខ្លាំងណាស់បងប្អូនឆ្ងាញ់ជាងនំចាំងទៀតដោយសារនំហ្នឹងមុននឹងបានវិចលាយគ្រឿងក្រៅច្រើនជាពិសេសបានបន្ថែមគ្រាប់ឈូកដាក់ចូលទៀតធ្វើឲ្យនំហ្នឹងរសជាតិកាន់តែឆ្ងាញ់ពេលដែលដាក់ចំហុយនំហ្នឹងគឺខ្ញុំប្រើរយៈពេល3ម៉ោងបងប្អូនដុតភ្លើងឲ្យខ្លាំងហ្មងឲ្យនំហ្នឹងឆ្អិនល្អហើយធ្វើបែបហ្នឹងគឺថានំហ្នឹងឆ្អិនល្អហ្មងឥឡូវនំរបស់ខ្ញុំឆ្អិនហើយបងប្អូនបងប្អូនមកភ្លក់នំចាំងឈូកជាមួយនឹងខ្ញុំទាំងអស់គ្នាជាមួយនឹងខ្ញុំបកឲ្យមើលបងប្អូនអើយល្អណាស់អត់មានជាប់ស្លឹកទេណានិយាយពីសាច់គេអូយឡើងរលើបរលោងហ្មងរសជាតិវិញគឺឆ្ងាញ់មែនតែនហ្មងបងប្អូនអូឆ្ងាញ់ខ្លាំងហ្មងហើយបងប្អូនមើលសាច់របស់គេម្ដងនេះណែអូយនិយាយពីថាឃើញគួរឲ្យចង់ហូបហ្មងបើនិយាយពីរសជាតិរបស់គេវិញទន់ល្មួតឆ្ងាញ់ពេលដែលហូបទៅប៉ះគ្រាប់ឈូកផុសកាន់តែឆ្ងាញ់ទៀតទេបងប្អូនពិសេសមែនតើបងប្អូនតនេអាចសាកល្បងធ្វើបានណាតនេថាឆ្ងាញ់ 100% ហ្មងប៉ះចំចុងភៅមួយនេះគឺបកែខាងភ្លក់ផងបងប្អូនអើយឆ្អិនមិនទាន់នេះគឺដឹងតែកបួចមាត់ហ្មងឥឡូវវីដេអូរបស់នាងខ្ញុំដល់ទីបញ្ចប់ហើយអរគុណច្រើនបងប្អូនដែលបានតាមដានទស្សនាវីដេអូរបស់នាងខ្ញុំចាំជួបគ្នានៅវីដេអូក្រោយទៀតណាបងប្អូន